ធ្វើអំណោយ3លានដុល្លារចូលថវិកាជាតិជនបរទេសអាចស្នើសុំសញ្ជាតិខ្មែរបានឬមានគម្រោងវិនិយោគ1លានដុល្លារតើព័ត៌មាននេះទៅជាយ៉ាងណាបងប្អូនយើងតាមដានទាំងអស់គ្នាជនបរទេសដែលចំណាយទុនផ្ទាល់ខ្លួនសម្រាប់គម្រោងវិនិយោគត្រឹមត្រូវក្នុងទឹកប្រាក់4លានរៀលឬ1លានដុល្លារនិងជនបរទេសដែលធ្វើអំណោយជាសាច់ប្រាក់ដល់ថវិកាជាតិឬវិស័យមនុស្សធម៌2លានរៀលឬ3លានដុល្លារអាចស្នើសុំសញ្ជាតិខ្មែរបានស្របច្បាប់ស្របតាមនីតិវិធីនេះបើតាមការអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីសញ្ជាតិយោងទៅតាមមាត្រា29នៃអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីសញ្ជាតិចេញផ្សាយនៅថ្ងៃទី1ខែធ្នូឆ្នាំ2025ជនបរទេសណាដែលបានទទួលការអនុញ្ញាតឲ្យវិនិយោគត្រឹមត្រូវតាមច្បាប់ពីស្ថាប័នមានសមត្ថកិច្ចស្របតាមគោលនយោបាយអន្តរជាតិរបស់រាជរដ្ឋាភិបាលអាចដាក់ពាក្យស្នើសុំចូលសញ្ជាតិខ្មែរដោយសញ្ជាតិតូបនីយកម្មបានស្របតាមមាត្រា21នៃច្បាប់ស្តីពីសញ្ជាតិលក្ខខណ្ឌនេះតម្រូវឲ្យជនបរទេសនោះចំណាយទុនផ្ទាល់ខ្លួនអនុវត្តគម្រោងវិនិយោគជាក់ស្ដែងនៅក្នុងប្រទេសកម្ពុជាចាប់ពី4លានរៀលឬចាប់ពី1លានដុល្លារឡើងទៅគម្រោងវិនិយោគនេះត្រូវស្ថិតនៅក្នុងវិស័យអាទិភាពដែលរដ្ឋាភិបាលបានកំណត់អនុក្រឹត្យបានចែងថាសម្រាប់ជនបរទេសជាអ្នកវិនិយោគដែលស្នើសុំចូលសញ្ជាតិខ្មែរដោយសញ្ជាតិតូបនីយកម្មត្រូវពិនិត្យវាយតម្លៃដោយក្រសួងមហាផ្ទៃក្នុងករណីចាំបាច់ក្រសួងមហាផ្ទៃអាចវិគ្រោះយោបល់ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីពិនិត្យនិងសម្រេចទុនវិនិយោគផ្ទាល់ខ្លួនត្រូវមានប្រភពច្បាស់លាស់និងស្របច្បាប់សម្រាប់ការទទួលបានសញ្ជាតិតាមរយៈការបរិច្ចាគតម្រូវឲ្យជនបរទេសរូបនោះធ្វើអំណោយសាច់ប្រាក់ដល់ថវិកាជាតិឬវិស័យមនុស្សធម៌12លានរៀលឬ3លានដុល្លារឡើងទៅបើសិនខ្ញុំអានកន្លែងណាខុសអីបងប្អូនអធិស្ឋានផងមាត្រា31នៃអនុក្រឹត្យនេះចែងថាជនបរទេសណាដែលបានធ្វើអំណោយជាសាច់ប្រាក់ផ្ទាល់ខ្លួនដល់ថវិកាជាតិសម្រាប់ជាផលប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឬវិស័យមនុស្សធម៌នៅប្រទេសកម្ពុជាជនបរទេសនោះអាចដាក់ពាក្យស្នើសុំចូលសញ្ជាតិខ្មែរដោយសញ្ជាតិតូបនីយកម្មបានតាមមាត្រា22នៃច្បាប់ស្តីពីសញ្ជាតិក្នុងករណីដែលជននោះបានធ្វើអំណោយជាសាច់ប្រាក់ចំនួន12ប៊ីលានរៀលបើវងកញ្ចក់មកមាន3លានដុល្លារឡើងទៅអនុក្រឹត្យដដែលក៏បានបញ្ជាក់ដែរថាអំណោយជាសាច់ប្រាក់ផ្ទាល់ខ្លួនត្រូវមានប្រភពច្បាស់លាស់និងស្របច្បាប់អំណោយនោះត្រូវបង់ចូលថវិកាជាតិតាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកាលពីកន្លងទៅការស្នើសុំសញ្ជាតិខ្មែររបស់វិនិយោគិនបរទេសតម្រូវឲ្យមានគម្រោងទឹកប្រាក់វិនិយោគត្រឹមជាង30,000ដុល្លារចំណែកការស្នើសុំសញ្ជាតិតាមរយៈធ្វើអំណោយគឺមានទឹកប្រាក់24,000ដុល្លារបាទខ្ញុំអានទៅហើយមានការកន្លែងខ្លះខុសឆ្គងយ៉ាងណាសូមបងប្អូនអធិស្ឋានឥឡូវយើងទៅតាមដាននៅព័ត៌មានខ្លីមួយទៀតដែរព័ត៌មាននេះគឺបានដាក់ចំណងជើងថាកម្ពុជាបានប្រកាសតវ៉ាប្រឆាំងដាច់ខាតចំពោះសកម្មភាពកងកម្លាំងប្រដាប់អាវុធថៃនៅក្នុងតំបន់ដែលពួកគេបានកាន់កាប់ដោយខុសច្បាប់ក្នុងទឹកដីកម្ពុជានេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារបរទេសសំទោសបាទក្រសួងព័ត៌មានរបស់ក្រសួងនេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសដោយបានរំលេចពីការបន្តសកម្មភាពដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជាបង្កឡើងកាលពីថ្ងៃទី19ខែមករាឆ្នាំ2026នៅក្នុងនោះមានដូចជាមួយការតម្កល់រូបសំណាកព្រះពុទ្ធបដិមានៅលើទីតាំងរូបសំណាកបដិមាព្រះវិស្ណុដែលត្រូវបានបំផ្លាញដោយមន្ត្រីយោធាថៃនៅតំបន់អានសេះខេត្តព្រះវិហារ2ការដាក់រីកុងតឺន័រដើម្បីតវ៉ាដើម្បីរាំងផ្លូវនៅតំបន់បឹងត្រកួនខេត្តបន្ទាយមានជ័យ3ការសាងសង់លេនដ្ឋានដោយប្រើប្រាស់គ្រឿងចក្រធុនធ្ងន់នៅតំបន់បឹងត្រកួន
ដើម្បីកាត់បន្ថយភាពតានតឹងកម្ពុជាអំពាវនាវឲ្យប្រទេសថៃអនុវត្តឲ្យបានពេញលេញនិងស្មោះត្រង់នៅប្រការទាំងអស់នៃសេចក្តីប្រកាសរួចសំដៅរួមចុះហត្ថលេខាកាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀតបាទជាមួយគ្នាកម្ពុជាបញ្ជាក់ជាថ្មីនៅប្រកាសបដិញ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធីហើយប្រកាន់ខ្ជាប់គោលការណ៍ថាព្រំដែនមិនត្រូវបានកែប្រែដោយប្រើកម្លាំងឡើយជាការកត់សម្គាល់តាក់ទងនឹងការអនុវត្តចំពោះចំណុចដែលបានឯកភាពគ្នាក្នុងកិច្ចប្រជុំមិនថាបទច្បាញ់មិនថាកិច្ចព្រមព្រៀងសន្តិភាពឬកិច្ចព្រមព្រៀងពាក់ព័ន្ធនានាថៃត្រូវបានគេមើលឃើញថាស៊ីញេនឹងដៃប៉ុន្តែលុបនឹងជើងក្នុងន័យនេះគឺថាថៃយល់ព្រមអនុវត្តតែនៅក្នុងកិច្ចប្រជុំប៉ុណ្ណោះតែដល់ប្រជុំចប់កងកម្លាំងរបស់គេបែរជាធ្វើសកម្មភាពបំពានដដែលជាច្រើនលើកច្រើនសារមិនទុកច្បាប់អន្តរជាតិក្នុងផ្នែកឡើយនេះបើយោងទៅតាមកសែត Video បាទព័ត៌មាននេះមានប្រមាណប៉ុណ្ណេះបងប្អូនរកការអានរបស់ខ្ញុំបាទមានការខុសឆ្គងឬក៏ខ្វះចន្លោះដោយប្រការណាសូមបងប្អូនអធិស្ឋានហើយបងប្អូនណាដែលមកថ្មីតែបានចុច Subscribe Channel របស់ខ្ញុំបាទសូមបងប្អូនជួយចុច Subscribe ដាក់សញ្ញាកណ្ដឹងដើម្បីនឹងទទួលបានវីដេអូថ្មីជាបន្តទៀតជារៀងរាល់ថ្ងៃបាទគណៈពេលនេះខ្ញុំបាទសូមអរគុណសូមជម្រាបលា